រឿងធម្មសាដកបរិពាជក់មិនគួរគោរពបុគ្គលដែលគេមិនគោរពក្នុងការកំឡងទៅហើយមានបរិពាជក់ម្នាក់ឈ្មោះធម្មសាដកនៅក្នុងក្រុងព្រះនសីបរិពាជក់នោះចូលចិត្តស្លៀកពាក់តែស្បែកសត្វគឺយកស្បែកជាមពពែជាដើមមកធ្វើជាសម្លៀកបំពាក់ថ្ងៃមួយគាត់ដើរទៅរកភិក្ខាហាបានដើរទៅដល់កន្លែងសម្រាប់បញ្ជុលពពែក្នុងកាលនោះមានពពែមួយបានឃើញបរិពាជក់នោះហើយក៏ថយក្រោយបំរុងនឹងជល់គិតឃើញពពែមានអាការៈដូច្នោះនឹកស្មានថាវាធ្វើសេចក្តីគោរពចំពោះខ្លួនក៏អង្គុយថ្វាយបង្គំគួរសមចំពោះពពែនោះវិញគ្រានោះមានឈ្មួញបណ្ឌិតម្នាក់កំពុងអង្គុយលើរានផ្សារឃើញហេតុដូច្នោះហើយក៏និយាយខាត់ថាណែព្រាហ្មណ៍អ្នកឯងធ្វើសេចក្តីស្និទ្ធស្នាលនឹងសត្វជើង4ធ្វើអ្វីមិនដឹងទេវាបំរុងនឹងជល់អ្នកហើយឈ្មួញបណ្ឌិតទៅតែនិយាយផុតពីមាត់ពពែក៏បុកត្រង់ដើមទ្រូងដួលព្រុសទៅក្នុងទីនោះទៅដល់នៅសេចក្តីវេទនាជាទម្ងន់ទើបភ្ញាក់ខ្លួនហើយពោលគាថាថាអេវង្សោនិហតោសេតិយោអពោជាងបសង្សតិយថាហមញ្ចៈបហដោហតោមេដេនៈទុំមតិជនណាសរសើរបុគ្គលដែលគេមិនគួរបូជាជននោះត្រូវបុគ្គលដែលគេមិនគួរបូជាសម្លាប់ដូចជាខ្ញុំដែលពពែកំណាចជួលស្លាប់ក្នុងថ្ងៃនេះនិយាយដូច្នោះហើយក៏យំខ្សឹបខ្សួលប្រកាច់ស្លាប់ក្នុងពេលនោះទៅ